សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីថ្ងៃនេះខ្ញុំសូមលើកលំហាត់វេយ្យាករណ៍មួយបាទពាក់ព័ន្ធជាមួយនឹងវិទ្យាសាស្ត្រត្រៀមទី2របស់ខ្ញុំដើម្បីធ្វើការបកស្រាយជូនបងប្អូនទាំងអស់គ្នាឥឡូវនេះសូមបងប្អូនទាំងអស់គ្នាទៅជាមួយខ្ញុំយើងមើលមកប្រធានលើក្តារខៀននេះគឺយើងឃើញប្រភេទលំហាត់យើងបែបដូចចេះគឺគេចង់តេស្តពួកយើងទៅលើលំហាត់ប្រភេទការទាំង12ពាក់ព័ន្ធជាមួយនឹងប្រភេទលំហាត់ការទាំង12ដោយបងប្អូនបានដឹងហើយរបៀបនៃការធ្វើលំហាត់ការទាំង12គឺវាមាន4ចំណុចទី1គឺយើងត្រូវកំណត់ប្រធានរបស់យើងតើវាជា present past ឬក៏ future តបមកទី2យើងមើលចម្លើយនីមួយៗយើងកំណត់ថាវាចូលទម្រង់ active ឬក៏ passive ហើយបន្ទាប់ពីយើងកំណត់រួចហើយយើងចូលដល់ចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងនិយមន័យតើវាចូលនិយមន័យមួយណាបាទហើយចុងក្រោយគឺយើងវិភាគទៅលើអត្ថន័យតោះឥឡូវយើងសូមទៅទាំងអស់គ្នាមកបាទអញ្ចឹងពេលខ្លះពាក់ព័ន្ធជាមួយនឹងលំហាត់យើងគឺបើសិនណាបងប្អូនរៀនលំហាត់ការទាំងពីរកាន់តែច្បាស់ឲ្យស៊ីជម្រៅមកគឺយើងមានពេលខ្លះយើងមើលឃើញប្រធានរបស់យើងក៏នៅក្លេចមើលឃើញថាមានពាក្យកលឹះណាមួយយើងអាចកំណត់ថាវាចូលប្រភេទលំហាត់ការអីហើយតោះឥឡូវយើងទៅមើលប្រធានរបស់គ្នាគឺថា there's little girl for the last 2 days បាទដូចខ្ញុំបានជម្រាបជូនអញ្ចឹងនៅពេលដែលយើងដឹងច្បាស់ពីមេរៀនការទាំងពីរយើងគឺគ្រាន់តែយើងឃើញពាក្យឧទាហរណ៍ដូចជាពាក្យប្រធានរបស់យើងនេះគឺ for កាលណាយើងឃើញ for គឺគេប្រើជាមួយនឹង present perfect នេះគឺជាករណីពិសេសមួយដែរដើម្បីយើងកាន់តែងាយស្រួលហើយដៃគូរបស់ for វាគឺមានប្រើជាមួយនឹងពាក្យ sin បាទនេះគឺជាដៃគូរបស់វាបន្ទាប់ពីយើងបានកំណត់ថាប្រធានរបស់យើងហ្នឹងគឺយើងសម្គាល់ឃើញពាក្យ for អញ្ចឹងយើងសន្មតថាវាជា perfect ហើយពាក់ព័ន្ធជាមួយនឹង perfect វាអាចជា present perfect ជា past perfect ជា future perfect present perfect continuous អីចឹងទៅបាទហ្នឹងយើងគ្រាន់តែកំណត់ថាវាជា perfect ហ្នឹងចូលករណីកលឹះពាក្យដែលយើងអាចចាំណាហើយបន្ទាប់មកយើងកំណត់ចម្លើយមួយតើចម្លើយមួយហ្នឹងតើវាចូលទម្រង់អីកន្លែងនេះគឺជាប្រធាននៅក្នុងប្រយោគរបស់យើងនៅពេលដែលយើងបានប្រធាននឹងមកគឺយើងបានទម្រង់ subject បូកឲ្យ have ឬក៏ has បាទបូកជាមួយនឹង verb 3បាទអានេះវាជាទម្រង់បក្សែតប៉ុន្តែខ្ញុំឲ្យជាទម្រង់ស្របហើយយើងឃើញ subject បូក have បូក verb 3បែបហ្នឹងគឺគេឲ្យឈ្មោះថា present perfect បាទ present perfect បាទចម្លើយ B គឺយើងបានចូលទម្រង់ subject បូកឲ្យ verb 1ទម្រង់កាល present simple នេះជាទម្រង់ស្របបាទអានេះខ្ញុំអត់សេទម្រង់បក្សែតទេខ្ញុំសេជាទម្រង់ស្របចម្លើយ C យើងបាន subject បូកឲ្យ am is are បូកជាមួយនឹង verb ing បាទគឺជាទម្រង់ present continuous ឬក៏គេឲ្យឈ្មោះថា present progressive ក៏បានដែរចម្លើយ D គឺទម្រង់ subject បូកឲ្យ have ឬក៏ has បូកឲ្យ verb 3បាទគឺជាទម្រង់កាល present perfect បាទបន្ទាប់ពីយើងបានកំណត់ទម្រង់ចម្លើយមួយហើយយើងត្រូវទៅទៀងទាត់ជាមួយនឹងប្រធានយើងនេះគេឲ្យមកវាជា perfect អញ្ចឹងយើងទុកចម្លើយណាដែល perfect ក្រៅពី perfect យើងលុបចោលទៅចម្លើយ A present perfect យើងទុកចម្លើយ B present simple យើងអត់យកទេចម្លើយ C present continuous យើងក៏អត់យកដែរចម្លើយ D present perfect បាទអញ្ចឹងគឺ present perfect ទាំងពីរប៉ុន្តែប្រយោគចម្លើយ A គឺជាទម្រង់បក្សែតចម្លើយ D គឺជាប្រយោគស្របដូច្នេះបើយើងវិភាគដល់យមន័យគឺយមន័យវាតែមួយទេគ្រាន់តែបក្សែតតែស្របប៉ុណ្ណឹងឯងប៉ុន្តែអ្វីដែលយើងត្រូវវិភាគដល់គឺទៅលើអត្ថន័យបាទអត្ថន័យតើវាចូលអត្ថន័យបក្សែតឬក៏អត្ថន័យស្របអញ្ចឹងយើងបកប្រធានយើងម្ដងទៀតមកគឺថាក្មេងស្រីតូចនោះបាទអស់រយៈពេល2ថ្ងៃកន្លងមកហើយអញ្ចឹងបើយើងដាក់ចម្លើយ A ចូលមានន័យថាក្មេងស្រីហ្នឹងគឺអត់បានហូបបាយរយៈពេល2ថ្ងៃកន្លងទៅហើយតែពេលបើយើងដាក់ចម្លើយ D ចូលមានន័យថាក្មេងស្រីតូចនោះបានហូបបាយអស់រយៈពេល2ថ្ងៃហើយអញ្ចឹងចម្លើយ D នេះគឺអត់ត្រូវទេអត់ស៊ីនៃជាមួយនឹងប្រធានរបស់យើងទេដូច្នេះចម្លើយដែលត្រឹមត្រូវគឺ A hasn't eaten អញ្ចឹងមានន័យថាក្មេងស្រីតូចនោះមិនបានញ៉ាំអាហារអស់រយៈពេល2ថ្ងៃកន្លងទៅហើយហើយពាក់ព័ន្ធជាមួយនឹង present perfect នេះគឺវាមាននិយមន័យ5បាទអញ្ចឹងវាចូលនៅក្នុងនិយមន័យមួយរបស់ present perfect អញ្ចឹងខ្ញុំគូបន្ទាត់នេះតំណាងឲ្យថាវាជាចំណុចនេះជា present ហើយចំណុចកន្លែងនេះគឺជា future ហើយចំណុចកន្លែងនេះគឺជា past អញ្ចឹងយមន័យ5នៅរបស់ present perfect ចូលយមន័យមួយមានន័យថាសកម្មភាពមួយដែលបានកើតឡើងចេញពីអតីតកាលទៅដល់ពេលបច្ចុប្បន្នឬក៏អាចបន្តទៅអនាគតផងដែរ
បើយើងដឹងចំណុចចាប់ដើមយើងប្រើបើយើងដឹងចំណុចចាប់ដើមយើងប្រើ sin បើយើងដឹងរយៈពេលវាគឺយើងប្រើ for បាទនេះគឺជាយមន័យរបស់ present perfect មួយសកម្មភាពមួយដែលបានកើតឡើងពីអតីតកាលមកដល់ពេលបច្ចុប្បន្នឬក៏អាចបន្តទៅអនាគតបាទបើយើងដឹងចំណុចចាប់ដើមប្រើ sin ហើយបើយើងដឹងរយៈពេលប្រើ for ដូច្នេះលំហាត់នេះគឺចូលនិយមន័យមួយនេះបាទបន្ទាប់ពីយើងបានធ្វើលំហាត់ពាក់ព័ន្ធជាមួយនឹងលំហាត់ present perfect ក៏ខ្ញុំមានសង្ខេប present perfect ឲ្យបងប្អូនដែរអញ្ចឹងសូមបងប្អូនមកមើលផ្នែកខាងនេះមកឥឡូវយើងមកមើលអ្វីដែលខ្ញុំសង្ខេបឲ្យបងប្អូនទាំងអស់គ្នាដើម្បីយើងអាចយល់ពីមេរៀន present perfect កាន់តែស៊ីជម្រៅpresent perfect ឬក៏គេអាចហៅឈ្មោះពេញវា present perfect simple ក៏បានដែរនៅក្នុងមេរៀន present perfect នេះយើងត្រូវស្គាល់ពីចំណុចធំៗទី1គឺ form ទម្រង់ទី2យមន័យ definition form នៅក្នុងទម្រង់ស្របវាគឺយើងបាន subject បូកឲ្យ have ឬក៏ have បូកឲ្យ verb 3ទម្រង់បក្សសែត subject បូក have ឬក៏ has បូក not បូក verb 3ហើយទម្រង់សំណួរយើងបែងចែកចេញជា2បាទកាលណាខ្ញុំបិទ wh word នេះចេញយើងនៅសល់ have ឬក៏ has បូកឲ្យ subject បូក verb 3ជាទម្រង់ general question ដល់ពេលខ្ញុំដាក់ wh word បូកឲ្យ have ឬក៏ has បូកឲ្យ subject បូក verb 3ជាទម្រង់សំណួររបស់ wh question ឥឡូវសូមបងប្អូនមកមើលនិយមន័យវាគឺយើងមានចំនួន5បាទទី1 to express an action that happen and finish in definite time in the past បញ្ជាក់ពីសកម្មភាពមួយដែលបានកើតឡើងនិងបញ្ចប់នៅក្នុងពេលវេលាមិនច្បាស់លាស់នៅក្នុងអតីតកាលមានន័យថាសកម្មភាពមួយដែលបានកើតឡើងហើយបានបញ្ចប់ដោយគ្មានពេលវេលាច្បាស់លាស់ដោយយើងអត់ដឹងបាទហើយចូលយមន័យទី2 to express experience គឺដើម្បីបញ្ជាក់អំពីបទពិសោធន៍មានន័យថាបទពិសោធន៍ដែលយើងបានធ្វើពីអតីតកាលមកហើយម្ដងជាពីរដងអីចឹងទៅទី3 to express an action that happen and finish in the past but gives a result to present ដើម្បីបញ្ជាក់អំពីសកម្មភាពមួយដែលបានកើតឡើងហើយបានបញ្ចប់នៅក្នុងអតីតកាលប៉ុន្តែវាឲ្យផលមកដល់ពេលបច្ចុប្បន្នមានន័យថាសកម្មភាពហ្នឹងវាបានកើតឡើងហើយបានបញ្ចប់រួចរាល់ហើយប៉ុន្តែវាឲ្យលទ្ធផលមកដល់ពេលបច្ចុប្បន្នចូលដល់យមន័យទី4 to express an action that happen and continues into present and maybe continues into the future បញ្ជាក់អំពីសកម្មភាពមួយដែលបានកើតឡើងហើយបានបន្តមកដល់ពេលបច្ចុប្បន្នហើយក៏អាចបន្តទៅអនាគតផងដែរនេះគឺជានិយមន័យដែលត្រូវជាមួយនឹងលំហាត់របស់យើងគឺពាក់ព័ន្ធជាមួយនឹង sin និង for បាទហើយមួយចុងក្រោយគឺ to express repeated action គឺបញ្ជាក់អំពីសកម្មភាពកើតឡើងដដែលនៅពេលណាមួយនៅពេលបច្ចុប្បន្នហើយវាមិនមែនជាទម្លាប់នោះទេបាទបន្ទាប់ពីខ្ញុំបានសង្ខេបមេរៀន present perfect រួចរាល់ហើយខ្ញុំគិតថាបងប្អូនទាំងអស់គ្នាអាចស្វែងយល់ពីទម្រង់របស់ present perfect ក៏ដូចជានិយមន័យរបស់ present perfect ផងដែរហើយមេរៀននេះគឺគេតែងតែយកមកចេញដែរអញ្ចឹងសង្ឃឹមបងប្អូនទាំងអស់គ្នាស្វែងយល់វាបានកាន់តែស៊ីជម្រៅហើយអរគុណចំពោះបងប្អូនទាំងអស់គ្នាដែលបានតាមដានរាល់វីដេអូរបស់ខ្ញុំហើយបានចូលរួមធ្វើលំហាត់ទាំងអស់គ្នាបាទជាចុងក្រោយខ្ញុំសូមជូនពរបងប្អូនទាំងអស់គ្នាជោគជ័យជាមួយនឹងការប្រឡងផងដែរសូមអរគុណ